នេះអាចថាជាភោជនីយដ្ឋានលើទឹកដ៏ធំជាងគេមួយហើយនៅក្នុងរាជធានីភ្នំពេញជាមួយនឹងបរិយាកាសដ៏ស្រស់ស្អាតបែបនេះអ្នកនរគ្នាអាចអង្គុយមើលដងទន្លេមេគង្គមើលទឹកទន្លេមេគង្គបានជាមួយក្រុមគ្រួសារក៏បានមិត្តភ័ក្តិក៏បានដែរហើយសម្រាប់ខ្ញុំគឺខ្ញុំចង់ឃើញភោជនីយដ្ឋាននៅលើទឹកបែបអញ្ចឹងគេរៀបចំឲ្យបានច្រើនជាងនឹងទៀតដោយសារវាក៏ជាផ្នែកមួយដែរសម្រាប់តាក់ទាញជាមួយនឹងភ្ញៀវទេសចរឲ្យសមជាមួយនឹងពាក្យថាទេសចរផ្សារភ្ជាប់ជាមួយនឹងម្ហូបអាហារហើយសម្រាប់ភោជនីយដ្ឋានលើទឹកដែលខ្ញុំបានបង្ហាញអ្នកនរគ្នានឹងមានឈ្មោះថា La Vida Floating ហើយនៅហ្នឹងគឺគេបើកចាប់ពីម៉ោង 10 ព្រឹកតទៅរហូតដល់ម៉ោង 10 យប់អញ្ចឹងសម្រាប់ខ្ញុំបើសិនជាអ្នកទាំងអស់គ្នាចង់ទៅខ្ញុំ recommend មែនតើគឺទៅចាប់ពីម៉ោង 3 រសៀលតទៅដោយសារនៅហ្នឹងបរិយាកាសបើសិនជាមេឃអត់ក្តៅខ្លាំងណាយើងអាចអង្គុយឈៀលរងចាំមើលថ្ងៃលិចបាននិយាយទៅស្រស់ស្អាតមែនតើកន្លែងរបស់គេការរៀបចំឯហ្នឹងដូចដែលបានឃើញអញ្ចឹងធំហើយវែងមែនតើនៅលើដងទន្លេមេគង្គនឹងផ្ទាល់តែម្ដងហើយសម្រាប់ម្ហូបអាហាររបស់គេគឺមានសម្បូរបែបពីមុនមានតែ buffet ទេប៉ុន្តែឥឡូវគេមានម្ហូបអាហារបែបអាឡាកាត់ច្រើនមែនតើដែលអ្នកនរគ្នាអាច